សួស្តីអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំនឹងសម្រេចបន្តរឿងថ្នាក់រៀនធ្វើជាឃាតករបន្តទៀតថ្ងៃប្រឡងក៏បានចូលមកដល់សិស្សថ្នាក់ 3E ទាំងអស់គ្នាបានចាត់ទុកថាការដោះស្រាយលំហាត់គណិតវិទ្យាប្រៀបដូចជាការប្រយុទ្ធជាមួយនឹងសត្វយក្សដ៏ធំចំណែកឯលោកគ្រូខូរ៉ូបានឈររងចាំសិស្សរបស់គាត់ដោយជឿជាក់ថាសិស្សរបស់គាត់នឹងអាចធ្វើបានល្អនៃការប្រឡងមួយនេះពីមួយលំហាត់ទៅមួយលំហាត់សិស្សថ្នាក់ 3E ពិតជាព្យាយាមដោះស្រាយបានយ៉ាងល្អខ្លាំងណាស់ចំណែកឯក្រុមសិស្សថ្នាក់ជាន់ខ្ពស់វិញក៏មិនចាញ់គ្នាប៉ុន្មានដែរប៉ុន្មានសប្តាហ៍ក្រោយមកលទ្ធផលប្រឡងក៏បានមកដល់ដៃលោកគ្រូខូរ៉ូហើយគាត់បានបើកប្រកាសនៅលទ្ធផលរបស់សិស្សទាំងអស់គ្នាម្នាក់ពិតជាសប្បាយចិត្តនិងត្រេកអរខ្លាំងណាស់ព្រោះថាពួកគេទទួលបានលទ្ធផលខ្ពស់គ្រប់គ្នាចំណែកឯសិស្សថ្នាក់ជាន់ខ្ពស់វិញដូចជាមិនសូវសប្បាយចិត្តប៉ុន្មានទេព្រោះថាពិន្ទុរបស់ពួកគេនឹងនៅក្រោមសិស្សថ្នាក់ 3E សរុបជាលទ្ធផលនៃការភ្នាល់មួយនេះគឺក្រុមសិស្សថ្នាក់ 3E ទទួលបានជ័យជំនះដែលបានបំបាក់ថ្នាក់ជាន់ខ្ពស់ឲ្យទទួលរងនូវការអាម៉ាស់យ៉ាងខ្លាំងនៅក្នុងសាលាទោះបីជាថ្នាក់ 3E ទទួលបាននូវជោគជ័យពិតមែនប៉ុន្តែខាម៉ាហាក់ដូចជាមិនពេញចិត្តជាមួយនឹងពិន្ទុរបស់គាត់ព្រោះថាកាលពីប្រឡងមុនគាត់តែងតែទទួលបាននូវពិន្ទុខ្ពស់ជាងគេដែលជាហេតុធ្វើឲ្យគាត់មិនសូវយកចិត្តទុកដាក់ក្នុងការសិក្សាព្រោះថាគាត់បានជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងពេកទើបធ្វើឲ្យការប្រឡងលើកនេះទទួលបាននូវពិន្ទុមិនល្អបែបនេះលោកគ្រូខូរ៉ូឃើញបែបនេះគាត់មិនបានលើកទឹកចិត្តទេបែរជាសើចចំអកនិងនិយាយឌឺដងទៅកាន់ខាម៉ាទៅវិញលោកគ្រូខូរ៉ូធ្វើអញ្ចឹងដើម្បីដុតកំហឹងរបស់ខាម៉ាឲ្យគាត់បន្តប្រឹងប្រែងក្នុងការសិក្សាឲ្យខ្លាំងជាងមុនប៉ុន្មានថ្ងៃក្រោយមកសាលារៀនក៏បានកោះហៅសិស្សថ្នាក់ 3E និងសិស្សថ្នាក់ផ្សេងទៀតដើម្បីមកប្រជុំគ្នាបើករង្វាន់តាមពិន្ទុរបស់ពួកគេដែលទទួលបានហើយនេះក៏ជាឱកាសដើម្បីឲ្យសិស្សថ្នាក់ 3E ស្នើឲ្យក្រុមថ្នាក់ជាន់ខ្ពស់បំពេញកាតព្វកិច្ចនិងកិច្ចព្រមព្រៀងដែលពួកគេបានភ្នាល់គ្នាហើយសំណើរបស់ក្រុមថ្នាក់ 3E នោះគឺមិនឲ្យសិស្សថ្នាក់ជាន់ខ្ពស់ទទួលបាននូវរង្វាន់អ្វីពីសាលាឡើយចំណែកឯសិស្សថ្នាក់ 3E គឺទទួលបាននូវរង្វាន់ដំណើរកម្សាន្តពីសាលាមុនពេលដែលដំណើរកម្សាន្តបានមកដល់សិស្សថ្នាក់ 3E បានបំពេញវឹកហាត់ការបាញ់កាំភ្លើងបន្ថែមមុនពេលដែលចេញទៅដំណើរកម្សាន្តដើម្បីលួចធ្វើឃាតលោកគ្រូខូរ៉ូពេលដែលកំពុងវឹកហាត់ជាមួយនឹងអ្នកគ្រូអ៊ីរីណាពេលនោះក៏មានបុរសម្នាក់បង្ហាញខ្លួនមកដែលគាត់គឺជាឃាតករដែលមានកេរ្តិ៍ឈ្មោះម្នាក់ដែលមានឈ្មោះថាប្រូស្គីគាត់ក៏ធ្លាប់ជាគ្រូបង្រៀនរបស់អ្នកគ្រូអ៊ីរីណាផងដែរហើយគាត់មកថ្ងៃនេះគឺដើម្បីបង្វឹកសិស្សថ្នាក់ 3E ឲ្យស្គាល់ច្បាស់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់លោកគ្រូខូរ៉ូហើយនឹងពង្រឹងបន្ថែមដល់ការបាញ់កាំភ្លើងរបស់សិស្សម្នាក់ឲ្យបាញ់ច្បាស់ចំគោលដៅល្អជាងមុនពេលនោះលោកប្រូស្គីបានប្រទះជាមួយនឹងណាគីសាហើយក៏បានចាប់អារម្មណ៍ភ្លាមថាក្មេងប្រុសម្នាក់នេះមានសមត្ថភាពដ៏អស្ចារ្យក្នុងការធ្វើជាឃាតករនៅថ្ងៃបន្ទាប់ដំណើរកម្សាន្តរបស់ថ្នាក់ 3E ក៏បានមកដល់ពួកគេបានជិះកប៉ាល់ដ៏ធំមួយសម្ដៅទៅកាន់កោះដ៏ស្រស់ស្អាតដូចជាឋានសួគ៌អញ្ចឹងពួកគេចំណាយពេលពេញមួយថ្ងៃលេងយ៉ាងសប្បាយជាមួយនឹងលោកគ្រូខូរ៉ូលុះដល់ល្ងាចឡើងក៏ត្រូវដល់ពេលដែលពួកគេរៀបចំផែនការដើម្បីកម្ចាត់លោកគ្រូខូរ៉ូចោលហើយពួកគេបាននាំលោកគ្រូខូរ៉ូទៅកន្លែងញ៉ាំអាហារពេលល្ងាចមួយកន្លែងនិងបានរៀបចំអាហារឆ្ងាញ់ៗសម្រាប់គាត់ទៀតផងពេលដែលបានរៀបចំរួចរាល់អស់ហើយពួកគេក៏បានធ្វើជាហៅលោកគ្រូខូរ៉ូឲ្យមកអង្គុយមើលទូរទស្សន៍ដើម្បីបន្លប់កុំឲ្យលោកគ្រូខូរ៉ូចាប់អារម្មណ៍ពីផែនការរបស់ពួកគេលោកគ្រូខូរ៉ូមើលទូរទស្សន៍ជក់ពេកមិនបានដឹងខ្លួនថាកន្លែងដែលគាត់កំពុងតែអង្គុយនឹងបានលិចបន្តិចម្ដងដោយសារតែកូនសិស្សបានរៀបចំឲ្យទឹកជ្រាបចូលដោយមិនឲ្យលោកគ្រូបានដឹងខ្លួនមួយសន្ទុះក្រោយមកលោកគ្រូខូរ៉ូប្រែទៅជាអស់កម្លាំងដោយសារតែរាងកាយរបស់គាត់ស្រូបយកជាតិទឹកច្រើនពេកបណ្ដាលឲ្យល្បឿនបំលាស់ទីរបស់គាត់នឹងអន់ថយជាខ្លាំងជាកិច្ចដំបូងសិស្សរបស់គាត់បានដកកាំភ្លើងមកបាញ់ផ្ដាច់ដៃជើងដែលមានរាងដូចជាមឹករបស់លោកគ្រូខូរ៉ូឲ្យដាច់ដើម្បីកុំឲ្យគាត់មានឱកាសរត់រួចហើយផែនការរបស់ក្រុមសិស្សថ្នាក់ 3E ក៏បានចាប់ផ្ដើមក្រុមរបស់ខាម៉ាបានជិះម៉ូតូទឹកទាញកំទេចដំបូលដែលបានបិទបាំងដើម្បីឲ្យក្រុមរបស់ណាគីសាជិះ flyboard ហោះឡើងទៅលើនិងយកចំហាយទឹកដែលបានសាញមកធ្វើជារបងកុំឲ្យលោកគ្រូខូរ៉ូរត់គេចបាននៃឯក្រុមរបស់រីតស៊ូក៏បានដកកាំភ្លើងមកបាញ់សង្គ្រប់ទៅលើលោកគ្រូខូរ៉ូដែលមើលទៅហាក់ដូចជាគាត់នឹងអស់ផ្លូវរត់ហើយតែនៅពេលនោះលោកគ្រូខូរ៉ូបានប្រើវិធីចុងក្រោយដែលបានបំផ្ទុះខ្លួនឯងយ៉ាងខ្លាំងតែទាំងអស់គ្នាបានគិតថាលោកគ្រូខូរ៉ូបានស្លាប់តែនៅពេលនោះក៏បានឃើញពពុះអ្វីផុសចេញមកពីក្នុងទឹកហើយក៏ស្រាប់តែលេចចេញមកនៅកែវមួយដែលបានផ្ទុកលោកគ្រូខូរ៉ូនៅក្នុងនោះសិស្សម្នាក់ស្រឡាំងកាំងអស់ហើយលោកគ្រូខូរ៉ូសើចយ៉ាងសប្បាយនឹងបាននិយាយថាគ្មាននរណាម្នាក់នឹងអាចសម្លាប់គាត់បាននោះទេព្រោះថារាងកាយដែលមានពណ៌លឿងរបស់គាត់នៅពេលដែលទទួលរងការវាយប្រហារខ្លាំងវានឹងបង្រួមទៅជាកញ្ចក់ដែលរឹងមាំខ្លាំងបំផុតដែលគ្មានអ្វីអាចបំបែកបានហើយគាត់ថែមទាំងអាចរស់នៅក្នុងនោះបានទៀតផងអញ្ចឹងផែនការរបស់ក្រុមថ្នាក់ 3E ដែលបានរៀបគម្រោងសម្រាប់លោកគ្រូខូរ៉ូនឹងគឺត្រូវបរាជ័យម្ដងទៀតហើយបន្ទាប់ពីហេតុការណ៍នោះត្រូវបានចាប់សពគ្រប់សិស្សម្នាក់ហាក់ដូចជាអស់កម្លាំងខ្លាំងនិងធ្លាក់ខ្លួនឈឺគ្រប់គ្នាដោយមិនដឹងមូលហេតុភ្លាមនោះលោកខារ៉ាស៊ូម៉ាក៏ទទួលបាននៅទូរស័ព្ទពីជនដែលមិនស្គាល់អត្តសញ្ញាណដែលគេបានប្រាប់ថាគេបានដាក់ថ្នាំពុលក្នុងចំណីអាហារដែលសិស្សបានញ៉ាំហើយជាតិពុលនឹងធ្វើទុកបន្តិចម្ដងរហូតទាល់តែស្លាប់បើសិនជាចង់បាននៅថ្នាំមិនសាបត្រូវតែបកគលលោកគ្រូខូរ៉ូឲ្យគេឥឡូវនេះដើម្បីបដូរជាមួយនឹងថ្នាំមិនសាបលោកខារ៉ាស៊ូម៉ាក៏បានឲ្យជំនួយការរបស់គាត់
គាត់ស្វែងរកពីអត្តសញ្ញាណរបស់ឧក្រិដ្ឋជនម្នាក់នឹងដែរប៉ុន្តែស្វែងរកមិនឃើញនៅក្នុងស្ថានភាពមួយនេះលោក Karasuma ក៏បានសម្រេចចិត្តយកលោកគ្រូ Koro ទៅបដូរដោយផ្ទាល់នៅពេលនោះលោកគ្រូ Koro ក៏បានស្នើសុំឲ្យ Nagisa Kama និង Kayano ទៅជាមួយនឹងលោក Karasuma ដែរដើម្បីជាជំនួយដោយសារតែពួកគេមិនបានត្រូវថ្នាំពុលអញ្ចឹងអាចជួយជាកម្លាំងដល់លោក Karasuma បានបន្ទាប់ពីទៅដល់កន្លែងដែលឧក្រិដ្ឋជនណាត់ជួបលោក Karasuma បានរៀបចំផែនការឲ្យក្រុមកូនសិស្សចូលទៅបង្កប់ខ្លួនមុននៅពេលដែលឡើងទៅដល់លើភ្នំ Ritsu បានប្រើប្រព័ន្ធ AI របស់នាងគូសវាសផែនទីនៅក្នុងសន្តាគារនោះឲ្យលោក Karasuma និងបង្ហាញទីតាំងអ្នកយាមនៅគ្រប់ច្រកល្ហកបន្ទាប់ពីទៅដល់អ្នកគ្រូ Irina បានប្រើសមត្ថភាពពិសេសរបស់គាត់ចូលទៅធ្វើជាម្ញាក់ម្ញក់ដាក់អ្នកការពារនៅទីនោះដែលជាឱកាសបើកឲ្យក្រុមកូនសិស្សនិងលោក Karasuma ចូលទៅដល់ខាងក្នុងតែពេលនោះក៏បានប្រទះគ្នាជាមួយនឹងបរិសម្នាក់ដែលពួកគេចាំថាម្នាក់នឹងហើយដែលយកថ្នាំពុលឲ្យពួកគេញ៉ាំខ្យូម៉ានិងដៃគូដៃកង់របស់គាត់ក៏បានសម្រុកចូលទៅទាំងដំឡូងមូលដោយសារតែឃើញស្ថានភាពមិនស្រួលលោក Karasuma ក៏បានស្ទុះទៅទាញពួកគេចេញតែបរិសម្នាក់នឹងក៏បានបាញ់ផ្សែងហ្គាសដែលជាផ្សែងសណ្ដំធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើងតែក្រុមកូនសិស្សក៏មិនអោបដៃឈរមើលដែរក៏បានទៅបិទផ្លូវគ្រប់ច្រកល្ហកកុំឲ្យអាម្នាក់នឹងរត់រួចនៅពេលដែលលោក Karasuma តាំងស្មារតីបានមកវិញក៏បានប្រើក្បាច់លោតរវាយយកប្រាក់លានមួយជើងនិងបានចាប់ខ្លួនបរិសម្នាក់នឹងបានសម្រេចពួកគេក៏បន្តឡើងទៅលើទៀតក៏បានជួបជាមួយនឹងបរិសដែលគួរសង្ស័យម្នាក់ឈរចាំនៅច្រកនោះគ្រាន់តែដើរទៅជិតដល់បរិសនឹងក៏បានទះកញ្ចក់មួយដៃនិងបានធ្វើកាយវិការចង្អេងចងាងហើយក៏គំរាមថាបើហ៊ានតែដើរមកទៀតគាត់នឹងសម្លាប់ចោលទាំងអស់ហើយតែពួកគេមិនបានខ្វល់ជាមួយនឹងសម្ដីគាត់ទេក៏បន្តដើរចូលដោយសារតែឃើញមិនញញើតបែបនេះបរិសនឹងក៏បានដកទូរស័ព្ទទេទៅហៅគ្នាគាត់មកបន្ថែមតែក៏ត្រូវបាន Kama Lee ថូបការមកវាយទូរស័ព្ទនោះបែកខ្ទេចពួកគេទាំងពីរបានឈរសម្លត់សម្លឹងខ្នក់ខ្នាញ់គ្នាមួយសន្ទុះហើយការប្រយុទ្ធមួយទល់មួយក៏បានចាប់ផ្ដើមអបិសក់លើនឹងពិតជាខូចខ្លាំងណាស់បានធ្វើពុតជាឈឺជើងហើយខាម៉ាឃើញឱកាសល្អបែបនេះក៏សម្រុកចូលតែក៏ត្រូវបានអបិសក់លើនឹងលេងបិចបាញ់ផ្សែងហ្គាសដាក់ធ្វើឲ្យខាម៉ាទន់ដៃទន់ជើងអស់កម្លាំងប្រយុទ្ធហើយអបិសក់លើបានចាប់លើខាម៉ាឡើងដែលគិតស្មានថាខាម៉ាសន្លប់បាត់ហើយប៉ុន្តែមិនងាយស្រួលដោយការគិតនោះទេខាម៉ាបានបាញ់ផ្សែងហ្គាសដាក់វិញដោយមុននេះគាត់បានទប់ចំោះខ្លួនឯងជាប់មិនបានហិតផ្សែងហ្គាសហើយជាចុងក្រោយអបិសក់លើនឹងក៏ត្រូវបានខាម៉ាចាប់ចងជាការស្រេចពួកគេក៏នៅតែបន្តដើរឡើងទៅលើរហូតដល់កន្លែងមួយដែលមើលទៅដូចជាការិយាល័យរបស់មេធំអញ្ចឹងហើយថែមទាំងមានការយាមកាមនឹងតឹងតែងទៀតផងក្រុមរបស់ខ្ជូម៉ាក៏បានចេញមុខទៅបញ្ឆោតឲ្យកងការពារដេញចាប់រួចក៏បានចាប់ឲ្យឆក់សន្លប់ទាំងពីរទាំង3នាក់ក្រុមរបស់ Nagisa ក៏បានសម្រុកចូលទៅដល់ខាងក្នុងពួកគេបានជួបជាមួយនឹងបរិសម្នាក់នឹងបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងតែក្រុមថ្នាក់ 3E នៅតែអាចចាត់ការបរិសម្នាក់នឹងបានហើយជាចុងក្រោយពួកគេក៏ឡើងទៅដល់ជាន់ដែលខ្ពស់បំផុតដែលជាការិយាល័យរបស់មេដឹកនាំពេលនោះពួកគេកំពុងតែត្រៀមបញ្ចប់ជីវិតមេដឹកនាំម្នាក់នឹងយ៉ាងស្ងប់ស្ងាត់តែគាត់ក៏បានងាកមុខមកហើយគាត់គឺជាលោកគ្រូ Yuko ដែលជាគ្រូបង្ហាត់ក្បាច់គុណរបស់សិស្សថ្នាក់ 3E កាលពីមុនគាត់បានគម្រាមថាគាត់បានបង្កប់គ្រាប់បែកនៅជុំវិញនេះអស់ហើយបើមិនព្រមធ្វើតាមសំណើរបស់គាត់ទេគាត់នឹងមិនអោយថ្នាំមិនសាបហើយនឹងបំទុះគ្រាប់បែកឲ្យស្លាប់ទាំងអស់គ្នាតែម្ដងគាត់បានហៅអ្នកទាំងអស់គ្នាឲ្យឡើងមកលើដំបូលតាមគាត់ហើយគាត់បានចុចយកឈ្មោះ Nagisa ឲ្យមកប្រកួតមួយស្នើជាមួយនឹងគាត់ដោយសារតែ Nagisa ម្នាក់នឹងហើយធ្លាប់វាយឈ្នះគាត់កាលពីលើកមុនហើយធ្វើឲ្យគាត់ត្រូវបានសើចចំអកយ៉ាងខ្លាំងនិងរងការអាម៉ាស់នៅក្នុងជួរកងទ័ពដែលបណ្ដាលឲ្យគាត់ត្រូវបង្ខំចិត្តចាក់ចេញពីការងារដោយសារតែខ្មាស់គេខ្លាំងពេក Nagisa បានទៅប្រឈមមុខជាមួយនឹងលោកគ្រូ Yuko ហើយ Nagisa បានលុតជង្គង់ដើម្បីសុំការអធិស្ឋានពីលោកគ្រូតែគាត់បែរជាយកជើងជន់ក្បាលរបស់ Nagisa ទៅវិញនិងមិនបានខ្វល់ខ្វាយពីពាក្យសម្ដីសុំទោសអ្វីទាំងអស់ហើយថែមទាំងបានកំទេចនៅថ្នាំមិនសាបចោលទៀតផង Nagisa ហួសចិត្តជាមួយនឹងទង្វើលោកគ្រូ Yuko ជាខ្លាំងក៏បានលើកកំបិតឡើងនិងចាប់ផ្ដើមការប្រយុទ្ធជាមួយនឹងលោកគ្រូ Yuko 最初から全部揃ってる抜くがការប្រយុទ្ធនៅដើមទឹក Nagisa រៀងតួសាច់បន្តិចតែចុងក្រោយ Nagisa នៅតែអាចយកឈ្នះបានដោយសារតែ Nagisa គឺជាតួឯកហើយមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាពិតជាត្រេកអរនឹងជ័យជំនះមួយនេះខ្លាំងណាស់ភ្លាមនោះ3នាក់ដែលពួកគេបានវាយឈ្នះកាលពីមុននេះបានបង្ហាញខ្លួនឡើងវិញតែពួកគេមិនមែនមកអាក្រក់នោះទេពួកគេមកប្រាប់ថាថ្នាំពុលដែលបានដាក់ក្នុងចំណីអាហារហ្នឹងមិនមែនជាថ្នាំពុលសម្រាប់អីទេគ្រាន់តែជាថ្នាំពុលមួយរយៈប៉ុណ្ណោះបន្តិចទៀតហ្នឹងលេងអីហើយពួកគេបានសាយលោកគ្រូ Yuko ឡើងទៅលើយន្តហោះនិងបានចាកចេញទៅរឿងរ៉ាវគ្រប់យ៉ាងក៏ត្រូវបានចប់សព
ប់គ្រប់អស់ហើយថ្ងៃបន្ទាប់សិស្សទាំងអស់គ្នាក៏ត្រឡប់មកជាសះស្បើយធម្មតាវិញចំណែកឯលោកគ្រូខូរ៉ូរាងកាយដែលដូចជាមឹករបស់គាត់ក៏ត្រឡប់មកធម្មតាវិញដែរហើយនេះក៏ជាថ្ងៃចុងក្រោយនៃដំណើរកម្សាន្តសាសថ្នាក់ 3E ត្រូវបានបញ្ចប់ហើយពួកគេបានប្រើពេលវេលាលេងយ៉ាងសប្បាយនៅលើឆ្នេរសមុទ្រនិងបានបង្កើតភាពស្និទ្ធស្នាលអនុស្សាវរីយ៍ល្អៗជាច្រើនសម្រាប់រឿងថ្នាក់រៀនធ្វើជាឃាតកររដូវកាលទី1ក៏បានចប់ត្រឹមតែប៉ុណ្ណេះហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងខ្ញុំបាទចក្រពតសម្រាប់រឿងសូមអរគុណសូមជម្រាបលា